បាទសួស្តីបងប្អូនអរគ្នានាំបងប្អូននាំមើលអីខ្លាយខូចឆ្លងបងប្អូននឹងដើមអីទេហើយនេះបងប្អូនតែនណាលើក្បាល20ថ្ងៃទៀតកាត់ទេបងប្អូនអត់មានជ្រុះត្រូវក្បាលទេណាព្រោះអីរាប់ច្បាស់ហើយ20ថ្ងៃទៀតបានទុំវាមិនអាចទុំហើយនឹងធ្លាក់ក្បាលត្រូវក្បាលម្ចាស់ហើយបងប្អូនហ្នឹងហើយជួបគ្នាឆាប់បាយសួស្តីបងប្អូនឃើញទេខូចខ្នងបានត្រេននេះហើយនាំបងប្អូនមើលសម្រាប់បងប្អូនអ្នកចូលចិត្តខ្លែបធំនេះមកដល់ហើយបងប្អូននេះឃើញទេសម្រាប់បងប្អូនអ្នកចូលចិត្តខ្លែបធំត្រូវមកបងប្អូនមើលឃើញទេខ្លែបមួយខ្លែបគឺអេមតែម្ដងហ្នឹងហើយនេះទៀតនេះលើក្បាលខ្ញុំអ្នកចូលចិត្តខ្លែបធំណែនត្រូវហើយដើមនេះគឺណែនតែម្ដងហ្នឹងហើយជួបគ្នា20ថ្ងៃទៀតបងប្អូនអាចថាថ្ងៃ1មិថុនាចុះហ្នឹងហើយជម្រាបលាបាយបាទសួស្តីបងប្អូននេះកាត់ហើយកាត់មកផ្លែនេះបងប្អូនកាត់ប្រទេសមើលទេលិតមួយយើងផ្អែមតិចបងប្អូននេះគឺយើងកាត់យកប្រទេសជាមើលសាច់វាចាស់ដែរតែវាមិនទាន់គ្រប់ថ្ងៃទេតែខ្ញុំចង់តេស្តមើលការដាក់ម្សៅហើយដាក់ពណ៌បងប្អូនអញ្ចឹងកាត់មកផ្លែតេស្តមើលហើយបងប្អូនអាចនេះបានថ្ងៃ1ខែមិថុនាទទួលបងប្អូនគឺមានប្រហែលជា200ផ្លែបងប្អូនតិចបាទសួស្តីបងប្អូនអរគ្នានេះអ្នកបងដើមត្រេនទុំជ្រុះហើយថ្ងៃនេះមកបង្ហាញបងប្អូនត្រេននៅចការខ្ញុំនៅសល់ហើយជា300ផ្លែទៀតគឺថ្ងៃទី20មិថុនានេះគឺចាប់ដើមប្រមូលវគ្គទី3ហើយវគ្គចុងក្រោយនេះហើយ300ផ្លែចឹងហើយបងប្អូនអតិថិជនក្នុងការពូបឺតប្រុសសង្ហាទាំងអស់គ្នាដែលធ្លាប់ព្រោះរសជាតិទុរេននៅចំការខ្ញុំនេះអាចរងចាំហើយជាថាកន្លះខែទៀតណាបងប្អូនអរគ្នាបានញ៉ាំហើយក្នុងហ្នឹងក៏វាមានទុំបដាខ្លះដែរបងប្អូនអរគ្នាតែយើងមើលអត់អស់ទេហើយធានារសជាតិជូនបងប្អូនថាឆ្ងាញ់អ្នកធ្លាប់ញ៉ាំដឹងហើយបងប្អូនអរគ្នាត្រេនចំការខ្ញុំហើយបងប្អូនឃើញគឺនៅលើដើមច្រើនមែនតើហើយ300ផ្លែនៅសល់10ដើមទៀតហ្នឹងបងប្អូនអរគ្នាហ្នឹងហើយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតអត់មានអីទេគ្រាន់តែចង់ជំរាបជូនបងប្អូនថាត្រេននៅចការខ្ញុំនៅសល់វគ្គទី3វគ្គចុងក្រោយខ្លះខែទៀតកាត់ដែរហើយបងប្អូនដែលតឹងរងចាំគឺរងចាំតែ15ថ្ងៃអីទៀតទេហ្នឹងហើយបានជួបគ្នាវគ្គចុងក្រោយហើយបងប្អូនចិត្តផុតរដូវកាលត្រេនហើយឥឡូវពងបាក់ចិត្តទៀតត្រេនចោះថោកយើងថោកតិចហើយចាំនេះខុសពី plan តិចបងប្អូនអរគ្នាហ្នឹងហើយជួបគ្នានៅវីដេអូក្រោយទៀតលោកលា